ភាគច្រើនគឺពួកគាត់ដឹងត្រឹមតែឈ្មោះទេពិធីបុណ្យមាឃកម្ពុជាខ្ញុំមិនអាចចង់សួរលោកម្ចាស់ថាតើបុណ្យមាឃកម្ពុជាត្រូវកើតឡើងដោយសារហេតុអីខ្លះហេតុអីបានជាក្នុងពុទ្ធសាសនាយើងចាត់ទុកថាជាពិធីបុណ្យដ៏ធំក្នុងពុទ្ធសាសនាពិធីបុណ្យមាឃកម្ពុជាគឺប្រពឡើងដោយហេតុ3ហេតុទី1គឺរលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គធ្វើនៅចតុរង្គសន្និបាតហេតុទី2គឺនឹករលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅអវត្តបតិមកហេតុទី3ព្រះសម្មាសម្ពុទ្ធព្រះអង្គដាក់នៅបជនមីយុសង្ខាត្រឡប់មកគិតវិញបើសិនជាក្នុងនាមយើងជាអ្នកកាន់ពុទ្ធសាសនានៅពេលដែលយើងដល់ពិធីបុណ្យដ៏ធំនៃពុទ្ធសាសនាប៉ុន្តែយើងអត់បែរជាដឹងនឹងគឺជឹងមហោត្រមាឃបូជាក៏មាឃទៅមិនមិនខ្វល់អីសោះណាពេលខ្លះឃើញមាឃបូជាហ្នឹងដូចជាអន់យើងពិធីបុណ្យសាសនាដទៃក៏យល់ទៅប៉ុន្តែទន្ទឹមនោះយើងគួរតែយល់ច្បាស់អំពីពិធីបុណ្យនៃពុទ្ធសាសនាក្នុងនាមយើងជាអ្នកកាន់ពុទ្ធសាសនាណាមិនខុសអីពីគេដើរជួបយើងគេសួរតើអ្នកឈ្មោះអីខ្ញុំអត់ដឹងថាខ្ញុំឈ្មោះអីទេវាមិនខុសអីពីអញ្ចឹងណាព្រោះថាយើងជាម្ចាស់នៃឈ្មោះប៉ុន្តែយើងអត់ដឹងថាខ្លួនឯងឈ្មោះអីអញ្ចឹងយើងពិបាកប្រាប់ខ្លួនឯងទៅអ្នកដទៃខ្ញុំមិនអាចចង់ឲ្យយុវជនក៏ដូចជាបងប្អូនទាំងអស់គ្នាគិតថាវត្ថុនេះគឺមិនមែនសម្រាប់តែមនុស្សចាស់ម្នាក់ទេគ្រប់ស្រទាប់វ័យទាំងអស់គឺគាត់អាចសិក្សាដើម្បីខ្លួនឯងនឹងឯងជាបឋមខ្ញុំកណាទាំងពីរអង្គសូមនមស្ការចំពោះកណាព្រះសង្ឃគ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្រប់គ្នាថ្ងៃនេះអាត្មាភាពក៏ដូចជាលោកម្ចាស់កោសលមនីមានឱកាសក្នុងការរួមចំណែកចែករំលែកទាក់ទងអំពីពិធីបុណ្យមាឃបូជាដោយយើងបានដឹងហើយថាមិនប៉ុន្មានថ្ងៃទៀតទេនឹងដល់ពិធីបុណ្យមាឃបូជាដែលជាពិធីបុណ្យដ៏ធំក្នុងព្រះពុទ្ធសាសនាអញ្ចឹងថ្ងៃនេះបានឱកាសដែលលោកម្ចាស់រួមចំណែកក្នុងការផ្សព្វផ្សាយអំពីពិធីបុណ្យមាឃបូជាខ្ញុំមិនអាចចង់សួរលោកម្ចាស់តែម្ដងទៅថាតើបុណ្យមាឃបូជាហ្នឹងត្រូវកើតឡើងដោយសារហេតុអីខ្លះហេតុអីបានជាក្នុងពុទ្ធសាសនាយើងចាត់ទុកថាជាពិធីបុណ្យដ៏ធំក្នុងពុទ្ធសាសនាគណាមកស្ការលោកម្ចាស់ហើយតកតងនឹងប្រធានបទយើងថ្ងៃនេះគឺតកតងជាមួយពិធីបុណ្យមាឃបូជាពិធីបុណ្យមាឃបូជានេះមែនតែនទៅគឺជាពិធីបុណ្យដ៏ធំមួយដោយដែលលោកម្ចាស់បានលើកឡើងពីខាងដើមជាពិធីបុណ្យក្នុងពុទ្ធសាសនាយើងនៅពេលដែលគេនិយាយអំពីពិធីបុណ្យធំឬក៏គេអាចនិយាយក្នុងន័យមួយទៀតថាហេតុដែលរលឹកដល់ថ្ងៃពុទ្ធថ្ងៃពធថ្ងៃប្រសង់ថ្ងៃពុទ្ធដូចជាតកតងជាមួយវិសាខបូជាហើយពិធីបុណ្យមាឃបូជានេះគឺជាថ្ងៃកំណើតពធហើយអាសាឡហបូជាគឺជាថ្ងៃកំណើតប្រសង់ឯជាដើមនឹងតាមការបកស្រាយអញ្ចឹងបើយើងយោងទៅតាមចំណុចហ្នឹងពិធីបុណ្យមាឃបូជានេះក៏ជាពិធីបុណ្យសំខាន់មួយនៅក្នុងពុទ្ធសាសនាកណាហើយមែនតែនទៅដើម្បីយល់ដឹងថាតើសំខាន់ហ្នឹងវាសំខាន់បែបម៉េចតើតែយើងសិក្សាហើយយើងក៏បីដឹងពីហេតុដែលនាំឲ្យប្រពពិធីបុណ្យមាឃបូជានឹងសិនកណាពិធីបុណ្យមាឃបូជាមែនតែនបើយើងនិយាយដោយសាមញ្ញហើយងាយយល់ទៅគឺប្រពឡើងដោយហេតុ3កណាហេតុ3ដែលកណាគុណចាស់ញាតិញោមក៏ប្រហែលជាបានជ្រាបច្រើនហេតុទី1គឺយើងប្រពៃពិធីបុណ្យមាឃបូជាហ្នឹងដើម្បីរលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គធ្វើនៅចតុរង្គសន្និបាតឬក៏យើងឲ្យឈ្មោះថាសាវកសន្និបាតមានន័យថាការប្រជុំនៅសាវកទាំង1250ព្រះអង្គហើយចតុរង្គសន្និបាតហ្នឹងប្រកបដោយអង្គ4ទៅទៀតហ្នឹងហើយប្រកបដោយអង្គ4គណៈសុំខ្លីៗណាប្រកបដោយអង្គ4ហ្នឹងទី1គឺក្នុងបណ្ដានៃសាវកទាំង1250ព្រះអង្គហ្នឹងលោកគឺជាព្រះអរហន្តលោកជាព្រះអរហន្តហើយទី2គឺលោកក៏ជាអេហេភិក្ខុមានន័យថាការបួសរបស់លោកហ្នឹងគឺអូតូម៉ាទិកហ្មងអត់ដូចយើងណា
បើរៀបរាប់ទៅវិញឆ្ងាយតែគាត់ទៅសុំបញ្ជាក់ខ្លីៗអញ្ចឹងហើយមួយទៀតការប្រជុំព្រះភិក្ខុសង្ឃក៏ដូចជាសាវកសន្និបាតហ្នឹងគឺការប្រជុំហ្នឹងអត់មានណាត់ទុកមុនទេមានន័យថាព្រះអរហន្តទាំង1250ព្រះអង្គហ្នឹងលោកមាននៅអភិញ្ញាហើយលោកជាអ្នកមាននៅបរជិតវិជ្ជាដែលលោកដឹងថាគោលបំណងរបស់ព្រះសម្មាសម្ពុទ្ធគឺព្រះអង្គមានបំណងដើម្បីធ្វើនៅចតុរង្គសន្និបាតអញ្ចឹងលោកមកអត់មានណាត់ទុកមុនទេដូចថាបើសិនជាយើងរាល់ថ្ងៃបើលោកម្ចាស់មុននឹងមកបង្កើតវីដេអូនេះយើងសិតតែមានការនិយាយគ្នាទុកមុនណាកំណត់ម៉ោងកំណត់អីឲ្យក្រុមការងាររៀបចំអីចឹងប៉ុន្តែការប្រជុំនៅចតុរង្គសន្និបាតនេះគឺអស្ចារ្យត្រង់ថាអត់មានណាត់ទុកមុនហើយអង្គទី4គឺចតុរង្គសន្និបាតហ្នឹងគឺធ្វើចំថ្ងៃ15កើតខែមិញហ្នឹងគឺណានឹងអង្គទី1ដែលនាំឲ្យពិធីបុណ្យមាឃកម្ពុជាហ្នឹងកើតឡើងគឺណាហេតុទី1ហេតុទី2គឺនឹករលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅអវត្តបតិមោក្ខកណាអវត្តបតិមោក្ខនេះបាននិយាយឲ្យស្រួលស្ដាប់ទៅគឺជានៃសង្ខេបនៃព្រះវិន័យប្រសូតព្រះអភិធម្មមានន័យថាពធ84000បឋមខណ្ឌសង្ខេបមកត្រឹមអវត្ត3ហ្នឹងគឺណាមានសពបបសករណង្កុសលសោបសម្បទាសចិត្តបរិយោតបណ្ណងឯជាដើមអញ្ចឹងទៅណាទី1មិនធ្វើបាបទី2ធ្វើអំពើល្អជាកុសលហើយចុងក្រោយគឺតម្កល់ចិត្តឲ្យស្ថិតនៅក្នុងកុសលធម៌ណានឹងនិយាយឲ្យងាយយល់ហើយហេតុទី3ដែលនាំឲ្យពិធីបុណ្យមាឃកម្ពុជានេះកើតឡើងក៏ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គដាក់នៅបជននាមីយុសង្ខាចំពោះមុខមាមានន័យថាព្រះអង្គទទួលពាក្យការរតនារបស់មានឹងដើម្បីចូលបរិនិព្វានខ្ញុំណាសូមបញ្ជាក់បន្តិចដែរតាក់ទងជាមួយនឹងការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទទួលការរតនារបស់មានឹងក្នុងន័យអញ្ចេះតាមពិតមិនមែនជាលើកទី1ទេដែលមាចូលមករតនានិមន្តព្រះអង្គដើម្បីបរិនិព្វានក្នុងកាលមុនក៏មាធ្លាប់ចូលមករតនាដើម្បីបរិនិព្វានដែរប៉ុន្តែនៅក្នុងហេតុហ្នឹងដោយសារតែព្រះអង្គយល់ថាសាវកទាំង4ពួករបស់ព្រះអង្គមិនទាន់ជាអ្នករឹងមាំហ្នឹងគឺមានន័យថាសាវកព្រះអង្គមិនទាន់អាចបដិបត្តិធម៌នឹងដោយខ្លួនឯងណាមិនទាន់យកធម៌នឹងទៅដឹកនាំពុទ្ធបរិស័ទទៅពន្យល់ពុទ្ធបរិស័ទហើយមិនទាន់ជាអ្នកសម្រេចធម៌ដោយខ្លួនឯងឯជាដើមទេណាលោកម្ចាស់អាចបញ្ជាក់អីតកតងពីសាវកទាំង4ពួកហ្នឹងព្រះអង្គចង់សម្ដៅចំបុគ្គលណាខ្លះដើម្បីញាតិញោមគាត់បានច្បាស់ណាសាវកទាំង4ពួកហ្នឹងគឺសំដៅទៅដល់ភិក្ខុនៃឧបាសកឧបាសិកាណាទោះបីជាថាបច្ចុប្បន្នយើងអត់មានភិក្ខុនៃតាំងនៅអីក៏ពិតមែនប៉ុន្តែមានការសន្មតអីមួយចំនួនដូចនៅប្រទេសចិនក៏ដូចជាប្រទេសយើងអីដូចក៏មានឃើញភិក្ខុនៃអីដូចវត្តបញ្ញាធមអីជាដើមណានឹងក៏ឃើញមានប៉ុន្តែការបំពុះភិក្ខុនៃនេះបើនិយាយទៅវានៅក្នុងអង្គផ្សេងទៅទៀតណាដើម្បីឲ្យកើតនៅភិក្ខុនៃប៉ុន្តែទោះបីជាសន្មតអីយ៉ាងណាគាត់តែចង់បញ្ជាក់ថាបរិស័ទទាំង4ពួកហ្នឹងគឺមានភិក្ខុនៃឧបាសកឧបាសិកាកណាអញ្ចឹងចូលមកបន្តតាក់ទងជាមួយនឹងការរតនានិមន្តរបស់មានឹងដោយព្រះអង្គយល់ថាពេលមុនហ្នឹងគឺសាវករបស់ព្រះអង្គមិនទាន់រឹងមាំគ្រប់គ្រាន់រឹងមាំហ្នឹងគឺសំដៅទៅដល់រឹងមាំភាពខាងក្នុងណាផ្លូវចិត្តភាពខាងក្នុងនៅពេលចុងក្រោយនៅថ្ងៃដែលមាចូលមករតនានិមន្តព្រះអង្គ3ខែមុនបរិនិព្វានហ្នឹងណាដោយដែលធរសោតអីជាកាបជាអីដែលលោកម្ចាស់សោតដូចដាក់ជនមីយុសង្ខាអីហ្នឹងណាហ្នឹងគឺបញ្ជាក់ថានៅពេលហ្នឹងព្រះអង្គបានឆ្វេងយល់ថាបរិស័ទរបស់ព្រះអង្គអាចជាអ្នកបដិបត្តិធម៌ដោយល្អអាចជាអ្នកយកធម៌ហ្នឹងទៅពន្យល់បរិស័ទដតីដោយល្អអាចជាអ្នកដឹកនាំគេនៅក្នុងការបដិបត្តិដោយល្អហើយអាចជាអ្នកដោះស្រាយនៅបរមពវិទ្យក៏ដូចជាវាទៈដតីអំពីសាសនាដតីបានដោយហេតុហ្នឹងហើយទើបព្រះសម្មាសម្ពុទ្ធព្រះអង្គគិតថាដល់ពេលហើយដែលតថាគតចូលបរិនិព្វានហើយអាហ្នឹងមានន័យថាបើនិយាយឲ្យនៅងាយយល់មួយទៀតគឺជាកតបកិច្ចមួយដែល
ព្រះសម្មាសម្ពុទ្ធព្រះអង្គបំពេញនៅកិច្ចការងាររបស់ព្រះអង្គគម្រប់45ព្រះវស្សាហ្នឹងមានន័យថា mission របស់ព្រះអង្គគឺបញ្ចប់ត្រឹមហ្នឹងឯងកណាអញ្ចឹងបានព្រះអង្គទទួលបរិនិព្វានហើយដោយអានន្តអីក៏មានការខូចចិត្តអីហោហាយអញ្ចឹងទៅណាប៉ុន្តែគាត់តែចង់និយាយឲ្យងាយយល់ថាមេកបូជាបើសរុបជាន័យរួមទៅគឺទី1គឺធ្វើនៅចតុរង្គសន្និបាតប្រកបដោយអង្គ4ទី2គឺសំដែងអវត្តបតិមក3ហ្នឹងកណាមិនធ្វើបាបធ្វើអំពើល្អហើយតាំងចិត្តឲ្យស្ថិតនៅក្នុងកុសលធម៌ហ្នឹងឯងហើយទី3គឺដាក់ជនមេយុសង្ខារចំពោះមុខមាណានឹងជាហេតុដែលនាំឲ្យពិធីបុណ្យមាឃកម្ពុជាហ្នឹងប្រពឡើងហើយបើយើងគិតមើលចំណុចទាំងអស់ហ្នឹងគិតថាក្នុងនាមយើងអ្នកកាន់ពុទ្ធសាសនាមិនមែនជាពិធីតូចតាចទេណាព្រោះយើងនឹករលឹកដល់គុណពុទ្ធផងហើយមួយទៀតជាថ្ងៃកំណើតពធថ្ងៃកំណើតពធហ្នឹងដែលខ្ញុំណាចង់បញ្ជាក់ហ្នឹងថាព្រះសម្មាសម្ពុទ្ធព្រះអង្គសង្ខេបអវាទ3ហ្នឹងមកពីពធឬក៏បត្រៃបិដក110ក្បាលដែលមានហ្នឹងហើយ84000បឋមខណ្ឌអីណាចែកជាខណ្ឌទៅវាមានច្រើនអញ្ចឹងប៉ុន្តែមករួមមកគឺនៅតែ3ហ្នឹងអញ្ចឹងជាហេតុអស្ចារ្យណាអញ្ចឹងកន្លែងហ្នឹងមួយដែលយើងឲ្យឈ្មោះថាជាថ្ងៃដើមកំណើតពធនឹងដែលគិតថាជាពិធីបុណ្យមួយដែលសំខាន់ណានឹងសូមប្រកេនដោយសង្ខេបប៉ុណ្ណឹងណាអរគុណអើយសង្ខេបតែគិតថាក៏ក្បោះក្បាយដែរដោយសារតែមិនតែនទៅបើនិយាយពាក្យថាពិធីបុណ្យមាឃបូជាសំដៅដល់ជាអ្នកកាន់ពុទ្ធសាសនាបើបានសិក្សាអាចនឹងស្វែងយល់ដឹងច្បាស់តែបើសិនជាអ្នកកាន់ពុទ្ធសាសនាដែរប៉ុន្តែបើគាត់អត់ខ្វល់គឺរៀងពិបាកយល់បន្តិចកណាដូចយើងឃើញថាសង្គមបច្ចុប្បន្នចុះថាពិធីបុណ្យផ្សេងសាសនាដទៃហាក់បីដូចជាឆាប់ជ្រាបចូលទៅផ្នត់គំនិតប្រជាជនក៏ដូចជាយុវវ័យក៏ណាដូចខ្ញុំកណាត់អាត្មាភាពក៏ដូចជាអីប្រសង់ក្នុងនាមជាប្រសង់ដែលជាអ្នកបួសក្នុងពុទ្ធសាសនាមួយអង្គនិយាយទៅនេះគឺពុំមែនជាការដែលដាក់បន្ទុកអីទេប៉ុន្តែត្រឡប់មកគិតវិញបើសិនជាក្នុងនាមយើងជាអ្នកកាន់ពុទ្ធសាសនានៅពេលដែលយើងដល់ពិធីបុណ្យដ៏ធំនៃពុទ្ធសាសនាប៉ុន្តែយើងអត់បែរជាដឹងនឹងគឺជាមហោរធមវិញណាហើយយើងឃើញបុណ្យដទៃផ្សេងយើងឃើញមានការតបតែងពេញបណ្ដាលកន្លែងទូទៅអីជាដើមចឹងទៅត្រង់ចំណុចនេះលោកម្ចាស់យល់យ៉ាងណាដែរបើសិនជាក្នុងនាមយើងគេឲ្យឈ្មោះថាជាអ្នកកាន់ពុទ្ធសាសនា 90% ជាងប៉ុន្តែអ្នកដែលយល់ពីពុទ្ធសាសនាដូចជាតួយ៉ាងឥឡូវនេះពិធីបុណ្យមាឃបូជាមិនសូវជាមានអ្នកដឹងប្រមាណទេនៅលោកម្ចាស់យល់យ៉ាងណាដែរចំណុចកណាណាមុននឹងឆ្លើយណាសូមសំណូមពរដែរថានេះគឺជាយោបល់ផ្ទាល់ខ្លួនកណាហ្នឹងក្នុងនាមរូបភាពដែលកណាមើលឃើញក្នុងនាមកណាជាអ្នកបួសក្នុងពុទ្ធសាសនាមួយហើយមួយទៀតបន្ទាប់ពីអ្វីដែលកណាឆ្លើយហើយណែក៏ចង់ឃើញពីគោលគំនិតរបស់លោកចាស់ថាលោកចាស់មើលឃើញអាផ្នែកហ្នឹងវាទៅក្នុងជ្រុងមួយណាណាចំពោះខ្ញុំកណាផ្ទាល់តកតងនឹងពិធីបុណ្យមាឃបូជាផ្សារភ្ជាប់ជាមួយនឹងពុទ្ធសាសនិកហ្នឹងហើយពិធីបុណ្យមាឃបូជាផ្សារភ្ជាប់ជាមួយពុទ្ធសាសនិកមែនតើពុទ្ធសាសនិករបស់យើងភាគច្រើនកណាអាចនិយាយថាភាគច្រើនគឺពួកគាត់ដឹងត្រឹមតែឈ្មោះទេពិធីបុណ្យមាឃបូជាប៉ុន្តែអត់បានយល់អំពីខ្លឹមខាងក្នុងហ្នឹងគឺសំដៅដល់បើយើងគ្រាន់តែសិក្សាអំពីហេតុ3ដែលនាំឲ្យកើតឡើងមាឃបូជាហ្នឹងយើងឃើញអំពីគុណរបស់ពុទ្ធនឹងធំធេងណាដែលគុណរបស់ពុទ្ធបើមែនតើធម៌ហើយនឹងពុទ្ធដូចតែមួយអញ្ចឹងនៅពេលដែលយើងអស់ធម៌អញ្ចឹងបានព្រះអង្គសម្ដែងនៅមុនពេលដែលព្រះអង្គបរិនិព្វានហ្នឹងព្រះអង្គសម្ដែងថាបុគ្គលណាឃើញធម៌បុគ្គលនោះឈ្មោះតែឃើញតថាគតណាអញ្ចឹងឃើញធម៌ក្តីឃើញពុទ្ធក្តីគឺតែមួយអញ្ចឹងនៅពេលដែលយើងចង់ដឹងគុណពុទ្ធយើងគួរតបគុណពុទ្ធបែបម៉េចគុណពុទ្ធហ្នឹងដែលយើងមើលឃើញធំបំផុតគឺនៅពេលដែលព្រះអង្គបើកបង្ហាញសច្ចធម៌ហ្នឹងនិយាយក្នុងន័យទូទៅបាននិយាយឲ្យក្នុងន័យចំពេលដែលយើងសូត្រអ្នកមោតាសៈហ្នឹងណាប្រែមករីកិរិយាអីហោហាយចឹងនៅក្នុងហ្នឹងមានករុណាគុណវិសុទ្ធិគុណនិងបញ្ញាគុណណាដែលគុណទាំងហ្នឹងដែលយើងជាពុទ្ធសាសនិកយើងគួរដឹងគុណចំពោះពុទ្ធសាសនិកនេះ
มันเข้าពីពាក្យថាបរិស័ទទាំង4ពួកទេលោកម្ចាស់ក៏ជាពុទ្ធសាសនិកញាតិញោមបរិស័ទទាំងអស់គ្នាក៏ជាពុទ្ធសាសនិក គណា កណាឋានៈដឹកនាំបរិជាអីក៏ដោយលោកក៏ជាពុទ្ធសាសនិកដែរណានាយករដ្ឋមន្ត្រីប្រធានព្រឹទ្ធសភារដ្ឋសភាសុទ្ធតែជាពុទ្ធសាសនិកណានឹងដែលថាពុទ្ធសាសនិកគឺផ្សាយភាយទូទៅទាំងអស់អញ្ចឹងដែលខ្ញុំណាចង់ផ្សារភ្ជាប់ថារូបភាពដែលខ្ញុំណាមើលឃើញជាទូទៅយើងស្គាល់ត្រឹមតែពាក្យស្គាល់ត្រឹមតែឈ្មោះថាមេកបូជាអញ្ចឹងទៅប៉ុន្តែចំពោះការយល់ក៏ដូចជាការដឹងគុណពិតប្រាកដហ្នឹងហាក់បីដូចជាអត់សូវឃើញបើនិយាយឲ្យនៃត្រង់មួយទៀតថាអត់សូវឃើញពីតម្លៃនៃពិធីបុណ្យមេកបូជាហ្នឹងនេះសម្រាប់កណ្ដាលមើលឃើញ គណា ណាដូចថាមេកបូជាក៏មេកទៅមិនដូចមិនខ្វល់អីសោះណាពេលខ្លះឃើញមេកបូជាហ្នឹងដូចជាអន់ជាងចូលឆ្នាំចិនទៅទៀតណាអន់ជាងឆេងមេងទៅទៀតបើយើងនិយាយឲ្យស្រួលស្ដាប់ឬក៏អន់ជាងសំទោសបើសិនជាប៉ះពាល់ដល់អន់ជាងបន Halloween អន់ជាង Christmas អីទៅទៀតណាអានឹងដែលខ្ញុំណាគិតថាគួរតែគិតឡើងវិញក្នុងនាមយើងជាពុទ្ធសាសនិកហ្នឹងมันជានេះអីទេព្រោះមែនតើពុទ្ធសាសនាគឺបង្រៀនអំពីសុខដុមនីយកម្មសាសនាមានន័យថាបរិស័ទពុទ្ធសាសនិកក្តីគ្រិស្តសាសនិកក្តីមូស្លីមសាសនិកក្តីអ្នកទាំងអស់ហ្នឹងគឺអាចមកសិក្សាអាចមកឆ្វេងយល់ពីពុទ្ធសាសនាបានដូចគ្នាអត់ប្រកាន់ទេតែគ្រាន់តែចង់និយាយនេះគឺផ្ដោតទៅលើអ្នកកាន់ពុទ្ធសាសនាហើយដែលប្រកាសថាខ្លួនឯងជាអ្នកកាន់ពុទ្ធសាសនាណានឹងខ្ញុំណាមិនមានយោបល់អីវិញទេគ្រាន់តែថាសូមជាសារផ្ដាំផ្ញើសូមពិតប្រកេនកណ្ណាម្ចាស់ព្រះសង្ឃគ្រប់ព្រះអង្គហើយញាតិញោមទាំងអស់គ្រប់គ្នាថាយើងគួរតែយកចិត្តទុកដាក់ឲ្យខ្លាំងជាងនេះហើយបន្ថែមការចូលរួមតាក់ទងនឹងពិធីបុណ្យមេកបូជាក៏ដូចជាពិធីបុណ្យដតីដែលខ្ញុំណាបានលើកឡើងថាមានមេកបូជាវិសាខបូជាអសាលហបូជាអីជាដើមហ្នឹងគួរតែប្រពធ្វើទៅដោយសារឥឡូវនេះមែនទែនបើតាមបណ្ដាវត្តប្រសង់នឹងអត់ដឹកនាំធ្វើពុទ្ធបរិស័ទអត់ដឹងសោះគណាជាការពិតពួកយើងសុទ្ធតែជាអ្នកពាក់ព័ន្ធតែគ្រាន់ថាកុំដាក់បន្ទុកថាការងារហ្នឹងវាទៅលើអ្នកបួសតែម្យ៉ាងអត់ទេពុទ្ធបរិស័ទក៏ជាផ្នែកមួយដ៏ធំដែរនឹងចង់បញ្ជាក់ជូនប៉ុណ្ណឹងចុះហើយនឹងឯងក៏សូមខន្តីអភ័យទោសម្ដងទៀតបើសិនជាកៃលោថាការពោលរបស់ខ្ញុំណាទៅវាអាចនឹងប៉ះពាល់អារម្មណ៍ឬក៏មិនសូវជាសប្បាយចិត្តអីគឺសូមខន្តីអភ័យទោសណាសូមប្រកេនប៉ុណ្ណឹងហើយចង់ដឹងយោបល់លោកម្ចាស់ដែរក្នុងនាមលោកម្ចាស់ផ្ទាល់ការនិយាយនេះយើងបានបញ្ជាក់ឲ្យទៅជាគំនិតផ្ទាល់ខ្លួនរបស់យើងដែលក្នុងនាមថាយើងជាអ្នកបួសនៅក្នុងពុទ្ធសាសនាក្នុងនាមយើងជាព្រះសង្ឃមួយរូបដែលនៅក្នុងពុទ្ធសាសនមណ្ឌលហ្នឹងតែយើងមើលឃើញបែបម៉េចនៅជ្រុងមួយណាបើចំពោះខ្ញុំកណាគឺវាមានរឿងមួយចំនួនដែលយើងមើលឃើញជាក់ស្ដែងហើយភាគច្រើននៃអ្នកដែលផ្សព្វផ្សាយពិធីបុណ្យដតីហ្នឹងភាគច្រើនជាយុវជនដែលយើងឃើញហើយមួយទៀតនៅពេលណាដែលការផ្សព្វផ្សាយនឹងវាកើនឡើងដោយបុណ្យផ្សេងមានទាំងយុវជនមានទាំងតារា content creator ផ្សេងដែលគាត់ខំផ្សព្វផ្សាយឬក៏ថាពិធីបុណ្យខ្លះមានការតុបតែងគាត់តុបតែងចាក់តាមទូរទស្សន៍ផ្សេងចឹងទៅទាំងនេះវាជាបង្ហាញឲ្យឃើញថាការបញ្ជ្រាបនៅរូបភាពហើយបែបផ្សេងប៉ុន្តែយើងអត់ជាចាប់ទោសអូដំណើរប្រកាន់អីទេប៉ុន្តែអ្វីដែលយើងពិបាកក្នុងការទទួលយកគឺត្រង់ចំណុចថានៅពេលដែលយើងប្រកាសខ្លួនឯងថាជាអ្នកកាន់ព្រះពុទ្ធសាសនាប៉ុន្តែដល់ពេលពិធីបុណ្យនៃព្រះពុទ្ធសាសនាយើងអត់ដឹងយើងអត់យល់រហូតដល់ទៅថាបុណ្យហ្នឹងអត់ដឹងថាប្រពថ្ងៃណាទៅទៀតណាហើយអត់ដឹងថាប្រពថ្ងៃណាហើយអត់ដឹងថាហេតុនៃបុណ្យហ្នឹងប្រពធ្វើហេតុប៉ុន្មានហេតុអីបានកើតឡើងនៅបុណ្យហ្នឹងពេលខ្លះអត់ដឹងទៀតគណៈនេះជាកំហុសដ៏ធំមួយដែលយើងគួរតែយកចិត្តទុកដាក់ក្នុងនាមជាប្រជាពុទ្ធបរិស័ទដែលជាអ្នកកាន់ពុទ្ធសាសនាត្រង់ចំណុចនេះដោយលោកម្ចាស់បានបញ្ជាក់អញ្ចឹងគឺខ្ញុំកណាទាំងពីរអង្គគឺពុំមានចេតនាក្នុងការនិយាយទៅឲ្យប៉ះពាល់ឬក៏រើសអើងសាសនាអីទេគឺយើង
ឲ្យដឹងឲ្យថាទាំងច្បាប់សង្គមក្តីទាំងសាសនាក្តីក្នុងពុទ្ធសាសនាគឺឲ្យយើងគ្រប់គ្នានឹងបើកចិត្តឲ្យទលាយទទួលយកនៅរឿងហេតុសពគ្រប់បែបយ៉ាងឲ្យតែបុគ្គលនោះឯងប្រព្រឹត្តធ្វើនៅអំពើល្អប៉ុន្តែដែលថាស្មារតីចង់បញ្ជាក់ចំណុចមួយគឺថាបើសិនជាយើងបានយល់ពីពិធីបុណ្យសាសនាដទៃក៏យល់ទៅប៉ុន្តែទន្ទឹមនោះយើងគួរតែយល់ច្បាស់អំពីពិធីបុណ្យនៃពុទ្ធសាសនាក្នុងនាមយើងជាអ្នកកាន់ពុទ្ធសាសនាណាដើម្បីជាការមួយល្អប្រសើរឧទាហរណ៍ថាយើងជាជនជាតិខ្មែរប្រជាជនខ្មែរអ្នកកាន់ពុទ្ធសាសនាដល់ពេលគេសួរអ្នកសាសនាដទៃគេសួរមកតើអ្នកកាន់សាសនាអីកាន់សាសនាពុទ្ធសាសនាមួយទីគេសួរថាប្រហែលថ្ងៃទៀតហ្នឹងពិធីបុណ្យអីគេតើតើនឹងពុទ្ធសាសនាដូចគេឃើញហ្នឹងណាហើយដល់ពេលយើងអត់ដឹងថាជាពិធីបុណ្យអីវាជារឿងមួយផ្សេងទៀតវាគិតទៅនៃផ្សេងទៀតណាมันខុសអីពីគេដើរជួបយើងគេសួរតើអ្នកឈ្មោះអីខ្ញុំអត់ដឹងថាខ្ញុំឈ្មោះអីទេវាមិនខុសអីពីអញ្ចឹងណាព្រោះថាយើងជាម្ចាស់នៃឈ្មោះប៉ុន្តែយើងអត់ដឹងថាខ្លួនឯងឈ្មោះអីអញ្ចឹងយើងពិបាកប្រាប់ខ្លួនឯងទៅអ្នកដទៃណាត្រង់ចំណុចនេះហើយដែលថាយើងអត់ស្គាល់ខ្លួនឯងនឹងឯងហើយស្គាល់ខ្លួនឯងទីនេះដោយលោកម្ចាស់បញ្ជាក់ពីខាងដើមអំពីប្រវត្តិនៃពិធីបុណ្យមាឃបូជាអីហ្នឹងថាស្គាល់ខ្លួនឯងមិនមែនស្គាល់តែរូបរាងកាយព្រះអង្គសម្ដែងគឺមិនមែនដោយលោកម្ចាស់លើកឡើងពីបុគ្គល4ពួកមិនតាន់រឹងមាំព្រះអង្គមិនតាន់នេះមិនមែនស្គាល់ខ្លួនឯងក្នុងន័យស្គាល់កម្ពស់ស្គាល់សម្បុរស្គាល់អីទេស្គាល់ពីខ្លួនឯងស្គាល់ពីខាងក្នុងណាភាពខ្លាំងនឹងឯងអញ្ចឹងនៅពេលណាដែលយើងអត់ស្គាល់ពីខ្លួនឯងដែលជាអ្នកកាន់ពុទ្ធសាសនាពិធីបុណ្យនឹងប្រពធ្វើអីយើងពិបាកហើយបើមែនទៅបើតែថាយើងកាន់សាសនាផ្សេងគ្នាពិតមែនយើងបើកចិត្តទលេពិតមែនប៉ុន្តែក៏គូក៏បីឲ្យយល់ច្បាស់អំពីពិធីបុណ្យនៃសាសនារបស់ខ្លួនចឹងទៅនេះគឺជាការចែករំលែកក្នុងនាមជាអ្នកកាន់ពុទ្ធសាសនាដូចគ្នាដោយអាត្មាភាពឃើញជាក់ស្ដែងក៏មានអ្នករិះគន់ហើយក៏មានអ្នកខ្វល់ខ្វាយអញ្ចឹងទៅយើងមិនទៅជាចាប់កំហុសរបស់ពួកគាត់ទេប៉ុន្តែជាក់ស្ដែងបើយើងយកមកគិតឲ្យមែនតែនទៅវាជារឿងមួយដែលយើងត្រូវច្បាស់ប្រកបអំពីរឿងហេតុហ្នឹងកណាយើងមិនអាចគ្រាន់តែថាប្រកាសខ្លួនឯងថាជាអ្នកកាន់ពុទ្ធសាសនាហើយអីក៏អីទៅណាមែនតែនទៅក្នុងពុទ្ធសាសនាមិនមែនគ្រាន់តែយើងឃើញថាទៅវត្តស្ដាប់លោកម្ចាស់គ្រប់អង្គសូត្រធម៌អនិច្ចាវត្តសង្ខារាអីហ្នឹងវាគ្រាន់អ្នកកាន់ពុទ្ធសាសនាវាមិនមែនត្រឹមប៉ុណ្ណឹងដោយលោកម្ចាស់ធ្លាប់លើកឡើងពីកន្លងមកវាមានច្រើនជាងហ្នឹងទៀតដែលយើងត្រូវដឹងយើងត្រូវយល់ហើយបើយើងនិយាយងាយយល់ទៅទៀតបើយើងបានសិក្សាជ្រាលជ្រៅក្នុងពុទ្ធសាសនាខ្លួនយើងនឹងឯងក៏ធូរស្រាកស្រានអំពីបញ្ហាផ្សេងវាជាចំណែកដ៏ធំក្នុងជីវិតរស់នៅណានឹងគឺខ្ញុំកណាមានប៉ុណ្្នឹងឯងកណាអរគុណលោកចាស់ហើយនេះគឺជាយោបល់របស់ខ្ញុំកណាអាត្មាទាំងពីរព្រះអង្គអាចថាការយល់ឃើញរបស់យើងមិនខុសគ្នាប្រហែលទេលោកម្ចាស់លើកឡើងកណាចាប់អារម្មណ៍ណារឿងថាអ្នកដែលមានឥទ្ធិពលលើបណ្ដាញសង្គមប៉ុន្តែគាត់ដូចថាពីតកតងជាមួយពុទ្ធសាសនាគាត់អត់សូវផ្សព្វផ្សាយកណាក្នុងហេតុនេះណាមិនដឹងថាគាត់កាន់សាសនាអីទេណាគេលោបើគាត់កាន់សាសនាផ្សេងក៏សុំទោសនិយាយទៅតែជារួមមកគឺពុទ្ធសាសនាគឺជាសាសនាតំណាងឲ្យសន្តិភាពសុខដុមនីយកម្មសាសនាមែនទេបើកណាខ្លាចតែគេប្រកាន់វិញទេតែបើចំពោះកណាទោះបីជាដឹងថាគាត់នឹងជាមកពីគ្រីស្ទៀនក្តីមកពីមូស្លីមក្តីកណាអត់ប្រកាន់ទេអាចធ្វើការជាមួយបានតែខ្លាចតែគេប្រកាន់ណាអញ្ចឹងជាចុងក្រោយណាសុំប្រកេនទៅលោកម្ចាស់ថាលោកម្ចាស់មានជាសារផ្ដាំផ្ញើអីចំពោះពុទ្ធបរិស័ទដែលយើងស្កូបយើងកំណត់ថាអ្នកកាន់ពុទ្ធសាសនានឹងតើគាត់គួរតែយល់ដឹងឲ្យមានសារៈសំខាន់ឬក៏អាចបង្ហាញពីតិចនិចនៃការយល់ដឹងនឹងបែបម៉េចនៅក្នុងពុទ្ធសាសនាក៏ដូចជាពិសេសគឺពិធីបុណ្យមាឃបូជាដែលយើងកំពុងតែនិយាយនឹងតែម្ដងណាសូមអរគុណបើសំណួរនេះបើខ្ញុំកណាឆ្លើយគឺចម្លើយបកទៅកន្លែងលោកម្ចាស់បកស្រាយពីប្រវត្តិនៃពិធីបុណ្យមាឃវិញវាអត់ជាខុសគ្នាប្រហែលទេដោយលោកម្ចាស់បានចែកម្លែកពីខាងដើមពីប្រវត្តិបុណ្យមាឃបូជាគឺគោលបំណងដើម្បីផ្សព្វផ្សាយឲ្យដឹងថាពិធីបុណ្យមាឃបូជាហ្នឹង
ban prot phơ lang hạt ấy cả lang đòi vị thi na ấy chỉ đam chân tới trong phút khiêm gần áในยัยนี่คือขนมในตู้เตยมันจำพวกแต่พิธีบนมีกระบวนจิตเลยเป็นได้ท่าต่อตะมกเตยมีพิธีบนพุทธศาสนาเซนเซนติดก็ขนมนิมจิตพุทธบอสัตได้จินเนี่ยการพุทธศาสนาก็กูแต่ดังกูแต่ยลจุลจิตบัมปีอัตในอ้อยบานยลตัวใบยธรรมบานบอกบายก็ไอเกสูเตยไอดังจังตั้งกันนะvìภาษาจีเชียงไทยยังดังปีบอลฮอลโลวีนดังปีบอลเซนได้จีพิธีบอลมันจีศาสนาเราบอกเยอะปันท้ายเยอะอันใหญ่แบบเก็บบานแต่ไปบอลกลุ่นไอ้บอลศาสนาเราบอกกลุ่นไอ้ยังใหญ่ปรับเก็บบ้านนั่งวีบาได้จังดับใบเชยจมหน่อยนี้ยมกันนัทมาจังหยัดยมจุดบอลสัตว์ก็โดยจียุวิชนดมโบมพอดก็โจกี้จมวยหนึ่งประพุทธศาสนาสันเมื่อในถ้าบัสเซนจีก็ชงอลก็อาจศึกษาเรียนโซดตามบันไดสอบสายเซนโดยจี YouTube เซนโดยไปมนได้ยังจองระดับทอยยังจองอ่านจะเปิดทอยแต่ตัววอดเองจังแต่เพราะแต่ปัจจัยกับวิจิไปจะบอนวิอัจฉริบะเตบัสเซนจียังจองบาจียังจองศึกษาปัจแม้นคืออภิบาย YouTube ก็อาจสดับบ้านสเปอร์ตามบันไดอินเทอร์เน็ตได้ก็อาจเมื่อบานจังคือยังเรียนปีพระพุทธศาสนาคลาเตอร์บัธรรมบานเป็นเล่นได้ก็บานโยลปีดำกำเนิดในพุทธศาสนาโยลปีหายในพุทธศาสนาจีดำจังแต่ให้หมดทิศยังโดยลมจ้ะตายใจสงกอเคยนี่ถ้าเนี่ยได้ศึกษาทอนั่นคือเมียแต่มนุษย์จักพิจารณาในกอดเมียกำเนิดจังก่อนนะที่มันน่าจ้องเอาเกิดจ้องเอาอยู่วิจุนก็โดยจีบอลโอนต่อคนนี้เกิดทางปะทอนี้คือเหมือนแมนสำหรับแต่มนุษย์จักเหมือนเนี่ยปะทอขนมโพธิศาสนานี้นะเหมือนแมนสำหรับแต่บุคคลจีมนุษย์เมียนไว้จำหน้าจีมนุษย์จักแต่เมียนในทางกรุ๊ปสต็อปวันณะทางอ้อกรุ๊ปสต็อปไว้ทางอ้อคือกอดไอศึกษาดำใบยกจีจำหน้าดังดำใบครูนไอหนึ่งไอเมื่อในจะไปกอดบานศึกษาแต่กอดบานโยลปีพุทธศาสนากอดบานใจปีประทบพุทธศาสนากอดบานรำดอกคล้วนปีสักใดตกได้กอดจูบปัญหาประจำทั้งไงนั้นรู้จะปีสักใดตกบอกก่อนโดยการสับทอโดยการศึกษาวัดทอหนึ่งไอเพียงวันเอาที่ฮอท่าได้ยังจูบแต่พิจารณาคือกอดกึศใครยืนทลอบเยอะนะเมียนบุคคลกลักกอดกึศใครนั้นมูลเหตุนั่นคือพิจารณาก็เชียยุวิชนมันใส่บานศึกษาทอตีแต่เบอร์เซนจีก็โยลปทอบานศึกษาทอโดยปอนสำได้อัมพีหรือไฮเซมต่างหลายเซมคือวิจารณ์เลื่อนลงไปแต่จังเบอร์เซนจีก็บานศึกษาชบ้านนั้นแต่ก็นังพิจารณาหมดหนึ่งก็เกิดใครนังมวยดูประตูใบจีมันเกิดเคยเกิดท่าไม่เมียนคนจังแต่ตอบสนองสองคนไม่สันจำเกิดจมพูอายุชีวิตเราไปจับแต่นั้นวิตกไอ้มาจีน่ะสองสายไว้นะนั่นขนมนี้ก็นะตีหอเงี้ยจังเวเมียนชาอย่างนั้นเตี้ยสมบัยใจปองสมได้ยังปีหายพียิมโครงการประกอบกิจการเงี้ยโฮหายจังเวเมียนชาชมกันนะมามันบานบ่อสายได้ขนมวิดีโอนี่ปันแต่จีอยู่บอกยังมันนะใบจังโยลบางปีพุทธศาสนาโจลเกียชั่วโมงทางพุทธศาสนาเฮ้ยศึกษาในปีพุทธศาสนามีปฐอยจีดำก็นะสมอปกรณ์ก็นะสมอปกรณ์เจ็ดไม่ลงจ้ะจังกะนามจ้ะก็โดยเฉียดโยมก็ตกปองก็คนนี้บานเฉียบเฮ้ยให้เคยท่าซาปดำยาวบอลลงจ้ะก็เมียนอัธนัยครั้งแต่เบอร์สันจะยืงโยมมาเกิดนึกนงชีวิตประจำทั้งไงเฮ้ยมันเต้นมวยเตี้ยแต่จองไปเจ้าทาปะทอได้ประเทศสมาสัมปดปองบางบงหายนี่คืออัดหัวสมัยเลยก็นะปปตสกราชปัจจุบันปีปอนประมาณ160 ชนะไหมคนตายบาบกนายโจหมกศักษาปะทอดักยกปะทอนั่งเฉียแม่กุเตชีวิตเฮ้ยดาวแต่ตามเพลย์ก็โดยเฉียเมียเกได้ปปปองบางบงหายอยู่ขนมปะทอนั่งยกทอนั่งดำใบจะทอมแบบปะเดบัตtừ chỉ cáchประจำทั้งไงบกนู้ก็ชั่วท้าเจียนเนี่ยเมียนสอบกระดกแบบยาง
ពលគឺមាននៅសន្តិវិជ្ជមានគឺសន្តិភាពដែលកើតចេញអំពីខាងក្នុងផ្លូវចិត្តណានឹងសូមប្រកេនជូនប៉ុណ្ណឹងចុះហើយកិច្ចសន្ទនាក៏ដូចជាការលើកឡើងតាក់ទងជាមួយពិធីបុណ្យមាឃកបោជាផ្សារភ្ជាប់ជាមួយនឹងពុទ្ធសាសនិកសូមប្រកេនជូនប៉ុណ្ណេះណាសូមអរគុណនិងអរគុណ